បាទវីដេអូនេះខ្ញុំចង់បង្ហាញអំពីការចូលប្រឡងរបស់សិស្សដែលគាត់អត់មានទូរស័ព្ទដោយយើងយកទូរស័ព្ទរបស់គ្រូមកឲ្យគាត់ប្រឡងឧទាហរណ៍ថាសិស្សពី3នាក់អញ្ចឹងទៅគាត់អត់មានទូរស័ព្ទទេពេលអញ្ចឹងទៅយើងចង់ឲ្យគាត់ប្រឡងដែរអញ្ចឹងគ្រូគាត់ទៅយកទូរស័ព្ទរបស់គ្រូមកចូលថ្នាក់ PLP បាទជួយកន្លែងសិស្សនេះមករួចហើយយើងយកកន្លែងថ្នាក់តេស្តនិងប្រឡងបាទតោះនេះយើងចូលមកនេះយើងចូលឈ្មោះរបស់សិស្សម្នាក់ដែលយើងបានប្រឡងរួចហើយឧទាហរណ៍ថាគាត់បានប្រឡងរួចហើយអញ្ចឹងយើងចង់ចាក់ចែងពីឈ្មោះម្នាក់នេះឧទាហរណ៍ថាឈ្មោះម្នាក់នេះប្រឡងរួចហើយយើងចង់ចាក់ចែងចង់ឲ្យសិស្សម្នាក់ទៀតមកប្រឡងនៅក្នុងទូរស័ព្ទរបស់អ្នកគ្រូទៀតអញ្ចឹងលោកគ្រូគាត់ទៅចូលកន្លែងនេះកន្លែងនេះហើយឈ្មោះនេះមកបាទពេលមកឲ្យទាញចុះក្រោមមកគឺឈ្មោះដែលហៅសុណាងនេះក៏បានប្រឡងរួចហើយពេលអញ្ចឹងទៅចង់ឲ្យឈ្មោះផ្សេងគាត់មកចូលប្រឡងដែរដោយប្រើទូរស័ព្ទតែមួយអញ្ចឹងលោកគ្រូទាញចុះក្រោមមកអស់មកទៅមកទៀតយើងចូលកន្លែងចាក់ចែងនេះកន្លែងចាក់ចែងនេះបាទចាក់ចែងរួចវាវិលទៅរកផ្ទាំងថ្មីមួយទៀតដែរអញ្ចឹងលោកគ្រូគាត់ទៅយក QR code របស់គាត់យកមក scan បញ្ចូលឈ្មោះដែលចង់ឲ្យសិស្សដែលគាត់មានទូរស័ព្ទហ្នឹងក៏ប្រឡងដែរអញ្ចឹងគាត់ទៅចូលប្រើ QR code បើសិនជា QR code នៅក្នុងទូរស័ព្ទស្រាប់គ្រូចូលកន្លែងជ្រើសរើស QR code តែបើសិនជា QR code នៅខាងក្រៅអញ្ចឹងលោកគ្រូចុចកន្លែង scan QR code មកចុច scan ដូចយើងវេលុយធម្មតាអញ្ចឹងបាទតែនេះខ្ញុំមាននៅក្នុងទូរស័ព្ទនេះខ្ញុំចុចចូលតែម្ដងrồiហើយខ្ញុំយកមាញ់ហៅសុណាងទៅមកគឺខ្ញុំយកហុងចន្ទឿនម្ដងបាទទៅមកប្រព័ន្ធវា generate ទៅដល់នេះគឺចាប់ផ្ដើមទៅដល់ឈ្មោះរបស់ហុងចន្ទឿនហើយអញ្ចឹងចូលមើលកន្លែងឈ្មោះគាត់ឃើញពួកគាត់មកគេមាញ់ឲ្យគេមាញ់ហៅចនាតែនេះគឺហុងចន្ទឿនម្ដងឃើញទេអញ្ចឹងឈ្មោះនេះគាត់មានទូរស័ព្ទអញ្ចឹងគាត់អាចប្រឡងបានហើយដំណើរការនៃការប្រឡងមកគាត់បានធម្មតានេះបាទទៅវាបានរួចចង់ឲ្យមួយទៀតអញ្ចឹងធ្វើតាមវិធីដដែលដូចគ្នាអញ្ចឹងបាទអរគុណច្រើន